ទំនុកដំកើងជំពូកទី4អោព្រះនៃសេចក្តីសុចរិតរបស់ទូលបង្គំអើយកាលណាទូលបង្គំអំពាវនាវនោះសូមទ្រង់មានបន្ទូលឆ្លើយមកវេលាណាដែលទូលបង្គំបានកើតមានសេចក្តីចង្អៀតនោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញដូច្នេះសូមមេត្តាប្រោសដល់ទូលបង្គំហើយស្ដាប់សេចក្តីអធិដ្ឋានរបស់ទូលបង្គំផងអោមនុស្សជាតិអើយតើឯងរាល់គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញคล้ายប្រែទៅជាអព្យសដល់កាលណាទៀតតើនឹងស្រឡាញ់ការឥតប្រយោជន៍ហើយស្វែងរកសេចក្តីភូតផលដល់កាលណាទៀតប៉ុន្តែត្រូវឲ្យដឹងថាព្រះយេហូវ៉ាទ្រង់បានញែកមនុស្សដែលកោតខ្លាចដល់ទ្រង់ចេញទុកសម្រាប់ទ្រង់ព្រះយេហូវ៉ាទ្រង់នឹងស្ដាប់ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់ដូច្នេះចូលមានចិត្តញ័រចុះតែកុំឲ្យធ្វើបាបឡើយចូលរំពឹងគិតនៅក្នុងចិត្តក្នុងកាលដែលដេកលើដំណេកហើយនៅស្ងៀមចុះចូលថ្វាយគ្រឿងបូជានៃសេចក្តីសុចរិតហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះមានមនុស្សជាច្រើនដែលនិយាយថាតើអ្នកណានឹងសម្ដែងឲ្យយើងឃើញសេចក្តីល្អអោព្រះយេហូវ៉ាអើយសូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភ័ក្ត្រទ្រង់បានភ្លឺមកលើយើងខ្ញុំរាល់គ្នាទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្តីអំណរលើសជាងពួកទាំងនោះក្នុងកាលដែលស្រូវនិងទឹកទំពាំងបាយជូររបស់គេបានសម្បូរផងទូលបង្គំនឹងសម្រាកកាយហើយដេកលក់ទៅដោយសេចក្តីស្ងប់ត្បិតអោព្រះយេហូវ៉ាអើយមានតែទ្រង់ទេដែលប្រោសឲ្យទូលបង្គំនៅដោយសានត្រានបានអាមែនអាមែនអរគុណព្រះអង្គសរសើរដំណើរព្រះអង្គ